កម្មវិធីនេះនាំមកជូនដោយមិត្តសម្លាញ់និងដៃគូនៃពន្ធកិច្ច Choice Meyer 1 កូរិនថូសចំពុក 10 ខ 33 រីឯខ្ញុំវិញលោកប៉ូលជាអ្នកដែលនិយាយរីឯខ្ញុំវិញព្យាយាមអាចមានន័យថាខំប្រឹងព្យាយាមខំប្រឹងយ៉ាងខ្លាំងផ្គាប់ចិត្តមនុស្សទាំងអស់ក្នុងគ្រប់កិច្ចការដោយសម្របខ្លួនទៅតាមគំនិតនិងអារម្មណ៍របស់អ្នកដទៃខ្ញុំមិនស្វែងរកឬគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនឬកេងចំណេញពីគេទេតែស្វែងរកប្រយោជន៍សម្រាប់មនុស្សទាំងអស់ឲ្យគេបានការសង្គ្រោះលោកប៉ូថាខ្ញុំខំប្រឹងយ៉ាងខ្លាំងដើម្បីកុំឲ្យខ្លួនឯងធ្វើតាមអារម្មណ៍របស់ខ្លួនឯងឬធ្វើតាមចិត្តរបស់ខ្លួនឯងគ្រប់ពេលវេលានោះទេប្រសិនបើនរណាម្នាក់មានគំនិតខុសពីខ្ញុំវាមិនអីទេព្រោះគំនិតគេជារបស់គេហេតុអ្វីបានជាយើងខំប្រឹងព្យាយាមឲ្យមនុស្សគិតដូចយើងម្ល៉េះឥឡូវនេះខ្ញុំសូមប្រាប់អានកបាំងមួយដែលឥតគិតថ្លៃតាមពិតឥតគិតថ្លៃទាំងអស់ជាថាទៅអ្នកអាចបង្កើនចិត្តសុខសាន្តរបស់អ្នកភ្លាមប្រសិនបើអ្នកសម្រេចចិត្តថ្ងៃនេះថាអ្នកនឹងមិនផ្ដល់យោបល់ទៅនរណាម្នាក់ផ្សេងទៀតទេលុះត្រាតែគេសួរយោបល់ពីអ្នកខ្ញុំធ្លាប់ជាមនុស្សបែបនេះខ្ញុំមិនអាចចាំឲ្យគេមកនិយាយជាមួយខ្ញុំមុនទេដូច្នេះខ្ញុំត្រូវតែនិយាយជាមួយគេមុនហើយចាប់ផ្ដើមប្រាប់គេអំពីគំនិតរបស់ខ្ញុំខ្ញុំគិតចេះពេលណាទើបយើងយល់ថាគំនិតរបស់យើងមិនត្រូវស្ថានភាពគេរហូតទេគិតតែពីរឿងរបស់អ្នកនោះចិត្តសុខសាន្តនិងរីកចម្រើននេះជាចំណុចមួយទៀតដែលមានចិត្តសុខសាន្តជាមួយមនុស្សហើយវាសំខាន់សូមកុំចំណាយពេលច្រើនពេកជាមួយមនុស្សដែលអ្នកមិនសូវចូលចិត្តឬមិនពេញចិត្តហើយខ្ញុំជឿថាព្រះជាម្ចាស់បានបង្គាប់ខ្ញុំឲ្យស្រឡាញ់មនុស្សគ្រប់គ្នាតែខ្ញុំមិនចាំបាច់ចូលចិត្តពួកគេទាំងអស់គ្នាទេអាចមានមនុស្សមួយចំនួនដែលយើងមិនគួរចំណាយពេលជាមួយច្រើនពេកទេបើនិយាយតាមត្រង់ទៅខ្ញុំក៏ស្គាល់អ្នកខ្លះដែលខ្ញុំមិនចង់ចំណាយពេលសូម្បីតែញ៉ាំបាយថ្ងៃត្រង់ជាមួយគាត់ក៏ខ្ញុំមិនចង់ដែរប៉ុន្តែបើខ្ញុំដឹងថាគាត់មានបញ្ហាហើយខ្ញុំអាចដោះស្រាយបានខ្ញុំនឹងទៅជួយខ្ញុំនឹងលះបង់ដើម្បីជួយគាត់ខ្ញុំនឹងអធិដ្ឋានឲ្យគាត់ប៉ុន្តែវាមិនមែនជាទំនាក់ទំនងល្អបើយើងចំណាយពេលជាមួយគ្នាច្រើនពេកអ្នកមិនចាំបាច់ខ្លាចជាមិត្តជិតស្និទ្ធជាមួយមនុស្សគ្រប់គ្នាទេបើយើងមើលនៅក្នុងគម្ពីរសុភាសិតបានចែងថាចូលកុំទៅផ្ទះអ្នកជិតខាងញឹកញាប់ពេកសូម្បីតែមនុស្សដែលអ្នកស្រឡាញ់គេយ៉ាងខ្លាំងយ៉ាងណាក៏ដោយស្រឡាញ់ដោយពិតប្រាកដឥតលាក់ពុតបើអ្នកចំណាយពេលវេលាច្រើនពេកអ្នកកាន់តែពាក់ព័ន្ធជាមួយជីវិតគេច្រើនពេកហើយអ្នកអាចនឹងបំផ្លាញទំនាក់ទំនងល្អដែលអ្នកទាំងពីរមានអ្នកមិនចាំបាច់ដឹងរឿងទាំងអស់របស់មនុស្សគ្រប់គ្នាទេចូលរៀនរីករាយនឹងចិត្តសុខសាន្តជាមួយព្រះជាមួយខ្លួនឯងនិងអ្នកដទៃផ្សេងទៀតឥឡូវនេះយើងសល់តែ20នាទីទេដើម្បីនិយាយ3ចំណុចហើយមួយនេះសំខាន់សម្រាប់ខ្ញុំមែនតើហើយខ្ញុំចង់ចំណាយពេល20នាទីនេះអស់នៅលើវាតែម្ដងបងឲ្យជួយផងការរស់នៅក្នុងបច្ចុប្បន្នកាលមានហេតុផលដែលព្រះយេស៊ូវហៅអង្គទ្រង់ថាខ្ញុំគឺជាមិនមែនខ្ញុំធ្លាប់ជាខ្ញុំនឹងក្លាយជា
តែខ្ញុំគឺជាហើយអំណោយដ៏វិសេសបំផុតដែលយើងគ្រប់គ្នាមានគឺជាពេលវេលាបច្ចុប្បន្នដែលយើងមានឥឡូវនេះនោះគឺជាអំណោយទានដែលព្រះប្រទានដល់យើងខ្ញុំជាមនុស្សដែលមានលក្ខណៈបែបនេះហើយព្រះជាម្ចាស់បានដោះស្រាយពីបញ្ហានេះជាមួយខ្ញុំយូរមកហើយលក្ខណៈរបស់ខ្ញុំគឺជាមនុស្សដែលតែងតែគិតពីសកម្មភាពមុនពេលដែលធ្វើអ្វីមួយខ្ញុំមិនដឹងថាក្រៃលោខ្ញុំមានទម្លាប់នេះដោយសារកាលពីខ្ញុំនៅក្មេងខ្ញុំរងនៅការរំលោភបំពានមានភាពភ័យខ្លាចច្រើនរហូតដល់ខ្ញុំអាចដោះស្រាយសម្រាប់និងរីករាយនៅបច្ចុប្បន្នភាពខ្ញុំតែងតែព្យាយាមគិតទុកមុនថាត្រូវធ្វើម៉េចដើម្បីដោះស្រាយពីបញ្ហាហើយមិនមានរឿងនៅក្នុងគ្រួសារវាអាចមកពីអញ្ចឹងមែនតែអាចមកពីលក្ខណៈរបស់ខ្ញុំផ្ទាល់ដែរប៉ុន្តែឧទាហរណ៍ថានៅពេលដែលយើងផ្ដោតទៅលើកិច្ចការតូចៗរបស់យើងទាំងមិនគិតពីវាខ្ញុំតែងតែកាន់កូនសោផ្ទះនៅក្នុងឡានមុនពេលដែលខ្ញុំទៅដល់ផ្ទះទៀតប៉ុន្តែខ្ញុំតែងតែដោះខ្សែក្រវ៉ាត់ឡានហើយភ្លើងឡានវាលោតភ្លឹងចឹងទៅហើយដេវនឹងនិយាយថាឬកូនស្រីខ្ញុំបើសិនជាកូនស្រីខ្ញុំគឺជាអ្នកដែលបើកឡានគាត់និយាយថាម៉ាក់យើងអត់ទាន់ដល់ផ្ទះទេសូមពាក់ខ្សែក្រវ៉ាត់រហូតដល់យើងទៅដល់ផ្ទះតែនៅក្នុងចិត្តគំនិតខ្ញុំទៅដល់ផ្ទះហើយត្រៀមបើកទ្វារហើយព្រោះខ្ញុំគិតថាបើខ្ញុំដោះថ្មិញខ្ញុំគិតដល់រឿងសិតសក់ហើយខ្ញុំបើសិតសក់ខ្ញុំគិតទៅដល់រឿងអីមួយផ្សេងទៀតហើយខ្ញុំសូមប្រាប់ចេះខ្ញុំតាំងចិត្តនឹងរស់ក្នុងបច្ចុប្បន្នកាលទាំងផ្លូវកាយនិងផ្លូវចិត្តរបស់ខ្ញុំផ្ដោតទៅលើអ្វីដែលខ្ញុំកំពុងធ្វើឥឡូវនេះព្រះគម្ពីរសាស្តាបានចែងថាត្រូវពិចារណាអំពីអ្វីដែលអ្នកធ្វើមិនថាអ្នកនៅទីណាអ្នកត្រូវតែផ្ដោតអារម្មណ៍នៅទីនោះបើអ្នករវល់តែគិតពីកិច្ចការបន្ទាប់ហើយអត់ខ្វល់ពីកិច្ចការដែលអ្នកកំពុងតែធ្វើអ្នកក៏នឹងមិនរីករាយពីកិច្ចការបន្ទាប់ដែរព្រោះអ្នកនឹងគិតអំពីកិច្ចការបន្ទាប់ហើយបន្ទាប់ទៀតបន្ទាប់ហើយបន្ទាប់ទៀតហើយប្រហែលជាអ្នកខ្លះអត់សូវគិតច្រើនអត់ចេះបញ្ញាប់បញ្ញាលអញ្ចឹងអ្នកប្រហែលជាគិតថាអត់យល់ថាគាត់ពងនិយាយពីអីនេះអ្នកស្រីអ្នកគ្រូកំពុងបរៀនពីអីហ្នឹងរស់នៅក្នុងបច្ចុប្បន្នភាពខ្ញុំនៅឯតាហើយខ្ញុំហ៊ាននិយាយថាប្តីរបស់ខ្ញុំគ្មានបញ្ហាជាមួយនឹងចំណុចនេះតើតែសោះចុះប្តីអ្នកពេលខ្លះអូល្អតាតោះចាំមើលប្រហែលជាខ្ញុំមានបញ្ហាចំណុចហ្នឹងប្រហែលអ្នកដែលយល់អំពីអ្វីដែលខ្ញុំកំពុងនិយាយហើយតែងតែធ្វើអញ្ចឹងច្រើនអ្នកដែលតានៅសប្តាហ៍នេះនៅលើផែនដីភាពរវល់រឿងរ៉ាវហើយអ្វីដែលពិបាកដូចជាបច្ចេកវិទ្យាវាល្អហើយប៉ុន្តែពេលខ្លះពេលមានបញ្ហាយើងរៀងពិបាកដែរពេលខ្លះយើងដូចជាអន្ទះអន្តែងខ្លាំងពេលដែលយើងជិះទៅតាមផ្លូវអត់មានសេវាទូរស័ព្ទមិនបានទៅជាអញ្ចឹងគេគួរទៅតម្លើងអង់តានទូរស័ព្ទនៅកន្លែងនេះបានទៅវាល្អអូតតែអញ្ចឹងអូចេះដូច្នេះខ្ញុំចង់ឲ្យអ្នកចាប់ផ្ដើមនិយាយថាខ្ញុំរស់នៅបច្ចុប្បន្នកាលហើយខ្ញុំរីករាយគ្រប់វិនាទីនៃជីវិតរបស់ខ្ញុំរស់នៅបច្ចុប្បន្នកាលរបស់ខ្ញុំហើយខ្ញុំរីករាយគ្រប់វិនាទីនៃជីវិតរបស់ខ្ញុំឥឡូវតាក់ទងនឹងការរីករាយនឹងជីវិតការដែលរៀនរីករាយនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកគួរតែជាគោលដៅរបស់អ្នកផែននៃការដែលអ្នកដាក់ជីវិតប្រចាំថ្ងៃរបស់អ្នកក្រោកឡើងធ្វើការបើកឡានមកដល់ផ្ទះវិញធ្វើម្ហូបលាងចានបោកខោអាវបង់ទឹកបង់ភ្លើងចូលគេងក្រោកឡើងវិញថ្ងៃច័ន្ទគៀពុតពហសុកសៅរ៍អាទិត្យច័ន្ទគៀពុតពហសុកសៅរ៍អាទិត្យច័ន្ទបើអ្នកអាចរៀនរីករាយនឹងជីវិតបែបនេះលោកអ្នកបានបំបាក់មាសាតាំងដែលវាធ្វើឲ្យយើងមានជីវិតរញ៉េរញ៉ៃ
ហើយខ្ញុំនឹងប្រាប់អ្នកពីរបៀបដោះស្រាយចាប់ផ្ដើមថ្វាយកិច្ចការដែលអ្នកធ្វើទៅព្រះជាម្ចាស់ហើយអ្នកអាចរីករាយពីព្រោះអ្នកធ្វើកិច្ចការសម្រាប់ទ្រង់រួមជាមួយទ្រង់និងតាមរយៈទ្រង់គ្រប់កិច្ចការទាំងអស់កុំគ្រាន់តែទៅធ្វើការដើម្បីបានប្រាក់ខែបើអ្នកមិនពេញចិត្តនឹងការងាររបស់អ្នកអញ្ចឹងទៅរកការងារថ្មីទៅសូមរកការងារណាដែលអ្នកចូលចិត្តធ្វើព្រោះអ្នកចំណាយពេលច្រើនពេកនៅលើជីវិតរបស់អ្នកធ្វើការហើយស្អប់ការងារនោះខ្ញុំស្អប់ចរាចរណ៍ខ្ញុំស្អប់ការងារខ្ញុំស្អប់កុំស្អប់អ្វីទាំងអស់លើកលែងតែអំពើបាបអំពើទុច្ចរិតនិងអរិយបើអ្នកចាប់ផ្ដើមទទួលយកក្តីស្រឡាញ់ខ្ញុំចង់ឲ្យអ្នកនិយាយថាខ្ញុំស្រឡាញ់ជីវិតខ្ញុំស្រឡាញ់ជីវិតខ្ញុំស្រឡាញ់ព្រះជាម្ចាស់ខ្ញុំស្រឡាញ់ខ្លួនឯងខ្ញុំស្រឡាញ់អ្នកដទៃខ្ញុំស្រឡាញ់ជីវិតខ្ញុំស្រឡាញ់ការងារខ្ញុំចូលចិត្តបោកអាវខ្ញុំចូលចិត្តលាងចានបើអ្នកត្រូវតែធ្វើហើយស្អប់វាធ្វើអីខ្ញុំនិយាយមែនណាខ្ញុំលើសពីអ្នកដែលមានជ័យជំនះខ្ញុំអាចធ្វើកិច្ចការនេះបានដោយអំណរសម្រាប់ខ្ញុំវាគឺជាការជំរុញទឹកចិត្តហើយខ្ញុំពេញចិត្តការជំរុញទឹកចិត្តល្អខ្ញុំចំណាយពេលជាច្រើនមួម៉ៅក្តៅក្រហាយហើយពេលដែលខ្ញុំសម្រេចចិត្តថាខ្ញុំនឹងរៀនរីករាយនឹងជីវិតខ្ញុំមិនដែលគិតថាខ្ញុំជាក្មេងទេខ្ញុំគិតថាខ្ញុំជាមនុស្សធំតាំងពីអាយុ3ឆ្នាំដោយសារតែអ្វីដែលកើតឡើងក្នុងជីវិតរបស់ខ្ញុំអត់អាចធ្វើជាក្មេងម្នាក់បានកាលនៅក្មេងខ្ញុំរស់នៅដូចជាមនុស្សធំខ្ញុំអត់ដឹងថារីករាយនឹងជីវិតបែបណាទេអ្វីដែលខ្ញុំធ្វើនៅក្នុងជីវិតគឺធ្វើឲ្យបានសម្រេចមានគោលដៅហើយធ្វើកិច្ចការផ្សេងទៀតนั่นគឺជាជីវិតរបស់ខ្ញុំហើយខ្ញុំបានសម្រេចចិត្តប្រហែលជាជាង20ឆ្នាំមុនថាខ្ញុំនឹងរីករាយនឹងជីវិតរបស់ខ្ញុំហើយខ្ញុំសូមលើកទឹកចិត្តលោកអ្នកបងប្អូនឲ្យរៀនរីករាយនឹងជីវិតរបស់លោកអ្នកព្រោះព្រះយេស៊ូវយាងមកឲ្យលោកអ្នកបានមានជីវិតរីករាយនិងមានជីវិតពេញបរិបូរណ៍ហូរហៀហើយចូលរីករាយគ្រប់ផ្នែកទាំងអស់នៃជីវិតកុំចេញពីបន្ទប់នេះហើយថាអត់ចូលចិត្តបើកឡានទៅផ្ទះកុំឲ្យគំនិតនឹងចូលក្នុងគំនិតរបស់លោកអ្នកបងប្អូនឲ្យសោះបើឮសំឡេងនឹងហើយចាប់ផ្ដើមនិយាយថាអូខ្ញុំចូលចិត្តសន្និបាតនេះណាតែខ្ជិលបើកឡានទៅផ្ទះដល់នេះអាហ្នឹងហើយដែលលោកអ្នកបងប្អូនត្រូវនិយាយថាខ្ញុំរីករាយនៅអ្វីៗដែលខ្ញុំធ្វើខ្ញុំរីករាយគ្រប់ទាំងវិនាទីនៃជីវិតខ្ញុំហើយពេលអ្នកធ្វើអញ្ចឹងដូចដើរអរិយ1 2អរិយយ៉ាងវាយឯងខ្ញុំនឹងបើកឡានទៅផ្ទះដោយរីករាយហើយខ្ញុំនឹងច្រៀងហើយសរសើរហើយចិញ្ចឹងកាត់និងស្រឡាញ់ព្រះអង្គហើយខ្ញុំនឹងរីករាយរហូតដល់ផ្ទះគ្រប់គ្នាអាចរីករាយនឹងជីវិតដ៏វិសេសវិសាលត្រចះត្រចង់ប៉ុន្តែតើយើងអាចរីករាយនឹងជីវិតដ៏សាមញ្ញជារៀងរាល់ថ្ងៃអត់អាមែនឈប់និយាយថាខ្ញុំនឹងរីករាយលុះត្រាតែហើយចាប់ផ្ដើមនិយាយថាខ្ញុំនឹងរីករាយនៅថ្ងៃនេះសូមមើលរ៉ូម 5:3 យើងក៏មានអំណរនៅពេលដែលយើងបាននៅអ្វីដែលយើងចង់បានមិនតែប៉ុណ្ណោះយើងក៏មានអំណរនៅថ្ងៃសុក្រព្រោះនោះជាថ្ងៃចុងសប្តាហ៍មិនតែប៉ុណ្ណោះយើងក៏មានអំណរចាអ្នករកគ្នាតន់ខ្ញុំហើយចូលធ្វើកិច្ចការទាំងអស់ថ្វាយព្រះហើយខ្ញុំនឹងថ្វាយការងារដល់ទ្រង់ខ្ញុំសម្អាតផ្ទះនេះថ្វាយទ្រង់ខ្ញុំបោកខោអាវនេះថ្វាយទ្រង់ខ្ញុំបង់ថ្លៃទឹកថ្លៃភ្លើងដើម្បីឲ្យខ្ញុំមានភាពសុចរិតហើយក្លាយជាមនុស្សស្មោះត្រង់គ្រប់កិច្ចការទាំងអស់ដែលខ្ញុំធ្វើគឺថ្វាយដល់ទ្រង់វានឹងផ្លាស់ប្ដូរជីវិតអ្នកយ៉ាងខ្លាំងបើអ្នកធ្វើអញ្ចឹងឈប់រស់នៅសម្រាប់ខ្លួនឯងនិងសម្រាប់អ្នកដទៃនិងការពេញចិត្តរបស់ពួកគេហើយចាប់ផ្ដើមរស់នៅថ្វាយព្រះដែលទតឃើញគ្រប់កិច្ចការទាំងអស់ដែលយើងធ្វើនៅក្នុងជីវិត
ចំណុចទី11ខ្ញុំមានការលត់ដំនិងការគ្រប់គ្រងខ្លួនឯងខ្ញុំមានសេរីភាពដែលមានព្រំដែនខ្ញុំរីករាយនឹងអ្វីទាំងអស់ដោយមានការចេះប្រមាណខ្ញុំមានការលត់ដំនិងគ្រប់គ្រងខ្លួនឯងសូមកុំគ្រាន់តែថាខ្ញុំមិនអាចគ្រប់គ្រងខ្លួនឯងបានទេផ្នែកហ្នឹងកុំនិយាយអញ្ចឹងកុំថាខ្ញុំឃើញនំមួយហើយខ្ញុំត្រូវញ៉ាំឲ្យអស់ខ្ញុំមានការលត់ដំនិងមានការគ្រប់គ្រងលើខ្លួនឯងឥឡូវខ្ញុំចូលចិត្តលត់ដំខ្លួនឯងនៅលើផ្នែកផ្សេងៗគ្នាខ្ញុំបដោតខ្លាំងទៅលើគោលដៅខ្ញុំមានគោលដៅខាងវិញ្ញាណភាគច្រើនសឹងមួយជីវិតរបស់ខ្ញុំមានគោលដៅរយៈពេលវែងនិងរយៈពេលខ្លីតែខ្ញុំគិតថាពេលដែលយើងលត់ដំខ្លួនឯងយើងអាចធ្វើការដោយគោលដៅយើងកំពុងអនុវត្តសម្រាប់ពេលផ្សេងទៀតនៅពេលដែលយើងត្រូវធ្វើការទាំងនោះដោយគ្រាន់តែមានប្រតិកម្មចំពោះអ្វីដែលកើតឡើងបើយើងអត់រៀនធ្វើកិច្ចការដ៏ត្រឹមត្រូវដោយគោលបំណងនោះយើងក៏មិនអាចធ្វើកិច្ចការត្រឹមត្រូវនៅពេលដែលមានរឿងកើតឡើងយើងគ្រាន់តែចេញប្រតិកម្មយល់អ្វីខ្ញុំនិយាយទេបញ្ហាគឺភាគច្រើននៅពេលដែលយើងមានបញ្ហាមានផ្នែកដែលនៅក្នុងខ្លួនរបស់យើងត្រូវមានការផ្លាស់ប្ដូរហើយចិត្តគំនិតល្អនៅក្នុងនោះតែនៅពេលដែលមានរឿងកើតឡើងហើយមានសម្ពាធមកលើយើងជាជាងប្រតិកម្មដោយទទួលបានព័ត៌មានមិនល្អអ្នកចាប់ផ្ដើមប្រតិកម្មដោយព័ត៌មានល្អៗវិញពេលដែលអ្នកមានឧបសគ្គឬក៏បញ្ហាខ្ញុំមិនខ្វល់ពីអីទាំងអស់ខ្ញុំទុកចិត្តលើព្រះអង្គជាអំណាចនៃគំនិតមួយខ្ញុំអត់ខ្វល់ពីអីទាំងអស់ខ្ញុំទុកចិត្តលើព្រះពេលដែលអ្នកចាប់ផ្ដើមអត់សប្បាយចិត្តនឹងរឿងមួយខ្ញុំស្កប់ចិត្តនិងមានស្ថិរភាពពេលនរណាម្នាក់ធ្វើឲ្យអ្នកខឹងអ្នកគ្រាន់តែនិយាយថាខ្ញុំនឹងមានចិត្តសន្តិភាពដោយសារតែខ្ញុំអាចផ្លាស់ប្ដូរបានប្រហែលជាអ្នកអត់ពេញចិត្តនឹងចំណុចនេះខ្ញុំអាចឃើញតាផ្នែកនេះសប្បាយចិត្តតែផ្នែកនេះអត់សប្បាយចិត្តពេលដែលខ្ញុំនិយាយពីការសម្របខ្លួនជាមួយអ្នកដទៃផ្សេងទៀតមិនមែនមានន័យថាអ្នកត្រូវតែយកឈ្នះតាមចិត្តគេឬក៏គេត្រូវឈ្នះចិត្តអ្នកហើយអ្នកឲ្យគេធ្វើតាមខ្លួននោះទេខ្ញុំនិយាយទៅលើចំណុចច្រើនដែលយើងផ្ដោតសំខាន់នៅលើវាខ្លាំងពេកប៉ុន្តែតាមពិតវាមិនសូវសំខាន់អីទេចូលរៀនរីករាយនឹងអារម្មណ៍ដែលអ្នកគ្រប់គ្រងនៅលើសាច់ឈាមរបស់ខ្លួនឯងទោះបីអ្នកមិនពេញចិត្តក៏ដោយអ្នកទាំងអស់គ្នាដឹងហេតុអីបានខ្ញុំសប្បាយចិត្តធ្វើកិច្ចការទាំងអស់ហ្នឹងឯងព្រោះតែពេលខ្ញុំធ្វើវាហើយខ្ញុំមានអារម្មណ៍ថាខ្ញុំបានរីកចម្រើនអូអរគុណព្រះអង្គខ្ញុំរីកចម្រើននៅពេលដែលលោកប៉ូលបានរៀនរបៀបលត់ដំខ្លួនឯងគាត់ត្រូវចំណាយពេលដើម្បីលត់ដំខ្លួនឯងហើយនិយាយនឹងធ្វើកិច្ចការដ៏ត្រឹមត្រូវទោះបីគាត់គ្មានអារម្មណ៍ចង់ធ្វើក៏ដោយយើងនឹងមានជ័យជំនះនៅពេលដែលយើងធ្វើឲ្យត្រឹមត្រូវទោះបីយើងគ្មានអារម្មណ៍ក៏ដោយចូលរៀនធ្វើកិច្ចការដ៏ត្រឹមត្រូវហើយរៀនរីករាយនឹងអារម្មណ៍នោះដែលគ្រប់គ្រងនៅលើសាច់ឈាមរបស់យើងហើយអ្នកនិយាយថាអត់ទេហើយក្រោយមកសាច់ឈាមនោះឈប់អ្នកនឹងឡើងទៅកម្រិតមួយទៀតដែលថ្មីខ្ញុំសូមប្រាប់ពីជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំបន្តិចអ្នកមិនចាំបាច់ធ្វើដូចខ្ញុំទេប៉ុន្តែប្រសិនបើរឿងនេះធ្វើឲ្យអ្នកចាប់អារម្មណ៍ហើយអ្នកចង់បន្ថែមចូលទៅក្នុងជីវិតរបស់អ្នកជាទូទៅខ្ញុំមានគោលដៅប្រចាំថ្ងៃប្រហែលជាថ្ងៃនេះខ្ញុំសម្រេចដោយមានគោលបំណងខ្ញុំនឹងអនុវត្តការដឹងគុណសម្រាប់រឿងតូចតាចដែលខ្ញុំអាចគិតដល់ហើយខ្ញុំអាចចាប់ផ្ដើមដោយប្រើពាក្យថាព្រះអង្គអរព្រគុណព្រះអង្គដែលខ្ញុំអាចក្រោកពីព្រឹកហើយដើរទៅបន្ទប់ទឹកហើយខ្ញុំអាចឃើញខ្ញុំអាចឮខ្ញុំអាចរីករាយអរគុណព្រះអង្គសម្រាប់ទឹកស្អាត
អរគុណព្រះអង្គសម្រាប់ទឹកក្តៅហើយអរគុណទ្រង់សម្រាប់ម៉ាក់កាយេនេះដែលធ្វើឲ្យខ្ញុំស្អាតចាអរគុណទ្រង់ដែលខ្ញុំមានកៅអៅលើសពីមួយឈុតអរគុណទ្រង់ដែលខ្ញុំមានកៅអៅដាក់ក្នុងទូខ្ញុំដើរជុំវិញពិភពលោកហើយខ្ញុំឃើញមនុស្សមានកៅអៅតែមកកាផ្លេទេភាគច្រើនមានអាវតែមួយមានខោតែមួយគឺមួយខ្ញុំធ្លាប់ឃើញគ្រូកង្វាដែលនៅឥណ្ឌាគាត់ធ្លាប់ព្យាយាមកង្វាវងជៀមហើយគាត់អត់មានគម្ពីរផងឬវចនានុក្រមហើយគាត់មានតែអាវមួយចង្កេះជាប់ខ្លួនគាត់ហើយពួកគេភាគច្រើនមានចិត្តគំនិតល្អជាជាងយើងឆ្ងាយណាស់ពេលដែលយើងបាត់បង់សមត្ថភាពក្នុងការដឹងគុណពេលនោះហើយដែលយើងពិបាកខ្លាំងមែនទែនយើងអាចលំដំខ្លួនឯងឲ្យធ្វើកិច្ចការទាំងនេះហើយពេលដែលខ្ញុំធ្វើកិច្ចការនេះហើយខ្ញុំអនុវត្តការដឹងគុណហើយបើមានរឿងអីមួយធ្វើឲ្យខ្ញុំមួម៉ៅវាងាយស្រួលក្នុងការឲ្យខ្ញុំចេះដឹងគុណព្រោះខ្ញុំចាំពីរឿងល្អៗដែលកើតឡើងក្នុងជីវិតរបស់ខ្ញុំដោយសារខ្ញុំអនុវត្តវាមានថ្ងៃខ្លះខ្ញុំនឹងសម្រេចចិត្តថាមនុស្សម្នាក់ដែលខ្ញុំតាក់ទងទៅទោះបីខ្ញុំស្គាល់ឬមិនស្គាល់គេក៏ដោយខ្ញុំនឹងព្យាយាមសរសើរគាត់ខ្ញុំសូមប្រាប់រឿងមួយអ្នកអាចចាស់ពន្លឺដល់លោកីប្រសិនបើអ្នកធ្វើឲ្យមនុស្សដែលនៅជុំវិញខ្លួនអ្នកគេរីករាយអំពីជីវិតរបស់គេខ្ញុំធ្លាប់ប្រាប់ក្មេងស្រីម្នាក់ជាក្មេងស្រីតូចមែនតើប្រហែលជា18ឬ19ឆ្នាំហើយគាត់បានជួបខ្ញុំគាត់បានជួយខ្ញុំជាមួយកិច្ចការមួយហើយខ្ញុំថាអូនាងស្អាតខ្លាំងណាស់ហើយគាត់ថាស្អាតមែនហើយខ្ញុំគិតថាអូប្រកាសដែរច្បាស់ជាមានមនុស្សធ្លាប់ប្រាប់គាត់ថាគាត់ស្អាតហើយព្រោះគាត់ស្អាតតែដឹងអត់មិនគ្រប់គ្នាសុទ្ធតែដឹងទេមិនមនុស្សល្អចេះគិតទាំងអស់ទេមិនមនុស្សចេះតែសរសើរចេះនិយាយពាក្យល្អទៅកាន់មនុស្សផ្សេងទេគ្រប់ពេលដែលយើងញ៉ាំបាយនៅក្រៅប្រសិនបើអ្នករត់តុគាត់ធ្វើកិច្ចការបានល្អគួរសមយើងត្រូវនិយាយថាអរគុណច្រើនធ្វើបានល្អណាស់ចុះសរសើរមនុស្សលត់ដំខ្លួនឯងនៅលើផ្នែកនោះហើយខ្ញុំសូមប្រាប់ថាបើធ្វើអញ្ចឹងកិច្ចការទាំងអស់នោះនឹងធ្វើឲ្យអ្នកមានអំណរពីព្រោះវាជួយឲ្យអ្នកផ្ដោតនៅលើកិច្ចការល្អនៅក្នុងជីវិតជាងអ្វីដែលធ្វើឲ្យអ្នកមួម៉ៅអត់សប្បាយចិត្តដូច្នេះប្រហែលអ្នកយល់ពីអ្វីខ្ញុំនិយាយត្រូវលត់ដំខ្លួនឯងហើយអនុវត្តវាចំណុចទី12យេហើយតាមការពិតភាគច្រើនមនុស្សគេនិយាយអំពីចំណុចនេះមុនប៉ុន្តែខ្ញុំទុកវានិយាយនៅចុងក្រោយគេនៅក្នុងសិក្ខាសាលានេះពីព្រោះខ្ញុំចង់ឲ្យវាជាចំណុចចុងក្រោយដែលអ្នកនៅចងចាំនៅអ្វីដែលខ្ញុំនិយាយអំណាចនៃគំនិតទី12ដែលខ្ញុំចង់ឲ្យអ្នកសេចក្ដីគិតហើយខ្ញុំចង់ឲ្យអ្នកចាប់ផ្ដើមនិយាយពាក្យនេះជារៀងរាល់ព្រឹកថានេះជាអ្វីដែលខ្ញុំចង់ឲ្យអ្នកនិយាយខ្ញុំដាក់ព្រះជាម្ចាស់ជាទី1នៅក្នុងជីវិតរបស់ខ្ញុំគ្រប់កិច្ចការទាំងអស់ដែលខ្ញុំធ្វើព្រះជាម្ចាស់ជាទី1នៅក្នុងគំនិតនៅក្នុងការសន្ទនានៅក្នុងពេលវេលាក្នុងលុយកាក់ហើយគ្រប់ការសម្រេចចិត្តទាំងអស់ដែលខ្ញុំធ្វើខ្ញុំស្វែងរកព្រះជាមុននឹងអ្វីៗផ្សេងទៀតហើយទ្រង់បន្ថែមចូលមកកាន់ខ្ញុំនៅអ្វីដែលខ្ញុំមានរ៉ូមជំពូក11ខ36ជាអត្ថបទគម្ពីរបញ្ចប់របស់យើងនៅថ្ងៃនេះហើយខ្ញុំពេញចិត្តខគម្ពីរនេះខ្លាំងណាស់មិនតែប៉ុណ្ណោះសោតនៅពេលយើងរងទុក្ខវេទនាយើងនៅខ្ពស់មុខដដែលព្រោះយើងដឹងថាទុក្ខវេទនានឹងនាំឲ្យយើងចេះអត់ធ្មត់អ្វីទាំងអស់សុទ្ធតែមកពីព្រះអង្គដោយសារព្រះអង្គនិងសម្រាប់ព្រះអង្គសូមលើកដំកើងសេរីរុងរឿងរបស់ព្រះអង្គអស់កលជានិច្ចដូច្នេះនៅពេលដែលយើងចូលដល់ចំណុចនេះសូមផ្ដោតទៅលើព្រះយេស៊ូវនេះជារបៀបថ្មីដែលយើងត្រូវគិតធ្វើអ្វីទាំងអស់ដែលយើងត្រូវធ្វើនៅក្នុងព្រះគ្រីស្ទព្រះជាម្ចាស់ស្រឡាញ់ខ្ញុំដែលឥតលក្ខខណ្ឌ
ខ្ញុំនឹងមិនរស់ដោយភាពភ័យខ្លាចហើយខ្ញុំមិនងាយអន់ចិត្តឡើយខ្ញុំស្រឡាញ់មនុស្សហើយខ្ញុំចូលចិត្តជួយគេខ្ញុំទុកចិត្តព្រះទាំងស្រុងហើយខ្ញុំមិនព្រួយបារម្ភទេខ្ញុំស្កប់ចិត្តនិងមានអារម្មណ៍នឹងណព្រះជាម្ចាស់បំពេញសេចក្តីត្រូវការរបស់ខ្ញុំដោយពេញបរិបូរណ៍ខ្ញុំមានចិត្តសុខសាន្តជាមួយព្រះជាមួយខ្លួនឯងនិងអ្នកដទៃខ្ញុំរស់នៅក្នុងបច្ចុប្បន្នកាលនិងរីករាយនៅគ្រប់កិច្ចការដែលខ្ញុំធ្វើខ្ញុំមានការលត់ដំនិងគ្រប់គ្រងខ្លួនឯងហើយខ្ញុំដាក់ព្រះជាម្ចាស់ជាទី1ក្នុងជីវិតខ្ញុំគំនិតរបស់យើងពិតជាមានឥទ្ធិពលនិងអំណាចខ្លាំងណាស់យើងត្រូវតែដឹងថាអ្វីដែលយើងគិតវានឹងចេញមកតាមរយៈមាត់របស់យើងតាមសកម្មភាពហើយនិងអត្តចរិតរបស់យើងដូច្នេះត្រូវប្រកាសថាអ្វីដែលយើងគិតនឹងមិនធ្វើឲ្យជីវិតរបស់យើងធ្លាក់ចុះប៉ុន្តែធ្វើឲ្យជីវិតយើងរីកចម្រើនឡើងវិញកម្មវិធីនេះនាំមកជូនដោយមិត្តសម្លាញ់និងដៃគូនៃពន្ធកិច្ច Joy Smile